Ok សូមជម្រាបសួរបងប្អូនយើងក្នុង YouTube ទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំសូមមកនិយាយសម្រាប់ PayPal UK បន្តិចពាក់ព័ន្ធជាមួយនឹងបងប្អូនដែលទទួលសេវាកម្មបង្កើត PayPal UK នៅខាងខ្ញុំហ្នឹងណាអញ្ចឹងហើយបងប្អូនយើងដែលឆ្ងល់អំពីការបង្កើត PayPal UK អត្ថប្រយោជន៍នៃការ Verify នេះ KYC នេះអញ្ចឹងព័ត៌មានទាំងអស់វាគ្រីហ្នឹងណាអញ្ចឹងហ្នឹងគឺជា KYC ចឹងនៅតែមានបងប្អូនយើងឆ្ងល់ថាតើ KYC គឺជាអ្វីនេះបងប្អូនមើលខាងលើមានលើលីងមានកន្ទុយវា KYC នេះអញ្ចឹងអាហ្នឹងគឺជាការ verify KYC របស់យើងលើ PayPal ណាអញ្ចឹងនៅក្នុងហ្នឹងក៏ខ្ញុំមកបញ្យល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់របស់ KYC ហើយជាមួយនឹងដេញតើយើងបង្កើតនៅលើ personal ឬ business ហើយវាខុសគ្នាបែបម៉េចយើងការប្រើប្រាស់របស់យើងវាល្អបែបម៉េចហើយជាមួយនឹងការ trend លុយចេញអានេះ transfer លុយឬមួយក៏ផ្ញើលុយចេញណាយើងផ្ញើមកតាមលក្ខណៈបែបម៉េចដើម្បីឲ្យវាលឿនណាហើយនឹងអត្ថប្រយោជន៍ KYC ហ្នឹងគឺវាមានអត្ថប្រយោជន៍អីខ្លះតើនេះក៏ខ្ញុំសូមឆ្លើយសំណួរដែលមានបងប្អូនយើងឆានមកសួរពាក់ព័ន្ធជាមួយនឹងការបង្កើត PayPal UK ដើម្បីទទួលលុយពី Facebook ចឹងណាហើយគាត់សួរថាហេតុអ្វីចាំបាច់ verify KYCពាក់ព័ន្ធជាមួយនឹងការ verify KYC គឺវាសំខាន់បើសិនជាក្នុងករណីយើងអត់ verify ទេនៅពេលដែលយើងបាញ់លុយចេញចំនួនធំណាឧទាហរណ៍ថាយើងរកលុយពី Facebook បានធំនៅពេលដែលយើងអត់ verify ទេគឺនេះកន្លែងនេះវា limit ណាអញ្ចឹងនៅពេលដែលយើង verify full គឺវាដាក់ឃើញអត់ unlimit transaction ចឹងបានន័យថានៅពេលដែលយើង verify full វាគ្រីសបែបហ្នឹងទៅគឺវា unlimit នៅលើការបាញ់លុយចេញចូលណាវាអត់មានដែនកំណត់វា unlimit ចឹងទៅកន្លែងហ្នឹងអញ្ចឹងអត្ថប្រយោជន៍ក្នុងការ verify KYC គឺវាសំខាន់អញ្ចឹងក្នុងវីដេអូនេះគឺឆ្លើយសម្រាប់បងប្អូនយើងថ្មីដែលឆ្ងល់ណាលើគេថា verify KYC ហ្នឹងគឺវា process មិនហើយវាអត្ថប្រយោជន៍មិនអញ្ចឹងអត្ថប្រយោជន៍គឺវា full ហើយនៅពេលដែលយើងយក PayPal កាដេញ UK ដែលយើងបានបង្កើតហើយហ្នឹងយកទៅភ្ជាប់ជាមួយនឹង payout ទទួលលុយពី Facebook គឺវាសុវត្ថិភាពបានន័យថាលុយយើងចូលមកគឺវាអត់ចេះមានបញ្ហាទេហើយវាអត់ទាយើង verify ម្ដងទៀតទេក្នុងករណីបើវាទា verify ម្ដងទៀតលុះត្រាតែព័ត៌មានអញ្ចឹងត្រូវបានផ្លាស់ប្ដូរអីខ្លះឧទាហរណ៍ថា Gmail យើងប្ដូរ Gmail យើងបដូរ password ញឹកពេក password បើបដូរម្ដងពីរដងវាអត់ដាច់ KYC ហ្នឹងគាត់ថាក្នុងករណីយើងបដូរដេញ email ហើយនឹងលេខទូរស័ព្ទយើងបដូរឈ្មោះអីចឹងអាហ្នឹងគេនឹងទា KYC ម្ដងទៀតប៉ុន្តែបើក្នុងករណីយើងដាក់ឈ្មោះត្រូវតាមបណ្ដោយមួយឯកសាររបស់យើងហើយ email វិញគឺយើងអត់មានការផ្លាស់ប្ដូរអីទេហើយយើង verify full KYC បែបនេះហើយចឹងវាអត់ទាទៀតទេតែប៉ុណ្ណឹងគឺយើងប្រើដោយបើតែមានទំនុកចិត្តណាវាសុវត្ថិភាពចឹងពាក់ព័ន្ធជាមួយនឹងការ verify KYC ហ្នឹងគឺវាសំខាន់ចឹងបងប្អូនយើងអាចមើល link ខាងលើបាននេះគឺមានពាក្យ KYC កតុយណាចឹងយើងចូលមកគឺយើងឃើញហើយបើយើងមើលទៅលើ email វិញទៅពេលដែលយើង verify ហើយគឺយើងនឹងឃើញនេះចឹងយក identity របស់យើងគឺបាន verify ហើយនេះ successful ចឹងមានន័យថាគឺវាអូខេហើយខ្ញុំសូមបញ្ជាក់ PayPal នេះគឺជាប្រភេទ business ចឹងក្នុងការដែលយើងទទួលលុយគឺវាមានទំហំបានន័យថាទំហំរបស់វាទូលំទូលាយជាងដេញ personal ចឹងសម្រាប់ការប្រើប្រាស់ business ហើយសួរថាការបង្កើត business នេះយើងត្រូវការឯកសារអីខ្លះចឹងជាទូទៅបើសិនបងប្អូនយើងមាន passport យើងប្រើ passport បើអត់មាន passport ប្រើអត្តញ្ញាណប័ណ្ណប៉ុន្តែអត្តញ្ញាណប័ណ្ណហ្នឹងត្រូវតែអត់ទាន់ផុតកំណត់បានន័យថាមានសុពលភាពណាហើយជាមួយនឹងព័ត៌មានទៀតគឺ EIN ចឹងយើងត្រូវការឯកសារមួយទៀតគឺ EIN ដើម្បី verify KYC បានបើគ្រាន់តែបង្កើតគឺវាងាយស្រួលក្នុងការបង្កើតទេបើយើងអត់ចង់ verify ណាយើងអាចប្រើអត់ verify ក៏បានប៉ុន្តែយូរទៅនៅលើការប្រើប្រាស់ PayPal UK ជាបទពិសោធន៍ខ្ញុំតែងតែ recommend ឲ្យ verify ហើយសម្រាប់បងប្អូនយើងដែលធ្វើសេវាកម្ម PayPal UK ខាងខ្ញុំគឺខ្ញុំតែងតែ verify ឲ្យគាត់ព្រោះអី PayPal UK គឺវាសំខាន់បើយើងប្រើអត់ verify ទេខ្លាចទៅពេលដែលមានលុយចូលទៅយើងពិបាកក្នុងការបាញ់វា limit ចឹងណាចឹងទើបតម្រូវឲ្យយើង verify PayPal ហ្នឹងគឺខ្ញុំបង្កើតឲ្យភ្ញៀវគឺបងប្អូនយើងដែលគាត់ធ្វើ Facebook ដូចគ្នាហ្នឹងអញ្ចឹងហើយយើងក្នុងការធ្វើ Facebook យើងដឹងស្រាប់យើងត្រូវការ bank ក្រៅប្រទេសដើម្បី support bank support ទីតាំងអីហ្នឹងតែបើយើងប្រើ bank ខ្មែរហ្នឹងបើអត់យើងអត់មាន page យើងអត់មាន right manager ទេនឹងយើងពិបាកក្នុងការដាក់ bank ខ្មែរណាចឹងខ្ញុំនិយាយនេះគឺអត់មានពាក់ព័ន្ធជាមួយនឹង page right manager ទេគឺនិយាយ page យើងធ្វើជាទូទៅនៅក្រៅប្រទេសចឹងណាចឹងពាក់ព័ន្ធជាមួយនឹង KYC គឺវាសំខាន់បានន័យថាយើងប្រើទៅដោយទំនុកចិត្តណាបើយើងអត់តន់ verify KYC ទេពេលយើងប្រើទៅគឺនឹងយើងរៀងភ័យខ្លាចមានហានិភ័យនៅពេលក្រោយចឹងតែ
តែពេលយើង verify ឲ្យ KYC full ហើយគឺវាមានទំនុកចិត្តនៅពេលប្រើទៅគឺវាសុវត្ថិភាពកន្លែងហ្នឹងហើយនឹងក្នុងវីដេអូនេះគឺខ្ញុំសូមមកនិយាយតាពាក់ព័ន្ធជាមួយនឹង PayPal K អីយកសំទោស UK PayPal UK ទេហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការវាយលុយចេញអញ្ចឹងសម្រាប់ការវាយលុយចេញពី PayPal UK ហ្នឹងជាទូទៅគឺយើងធ្វើការវាយតាមវិញណាវិញដែលយើងប្រើនៅខ្មែរហ្នឹងជាប្រភេទលុយដុល្លារគណនីដុល្លារហើយគណនីរបស់យើងគឺជាប្រភេទគណនីដែលដោយប្រើលេខទូរស័ព្ទណាអញ្ចឹងបងប្អូនយើងដែលបង្កើតវិញមិននេះវិញខ្ញុំចេះអានខុសវិញជំនាន់មុនដឹងថ្មីហ្នឹងឯងគាត់ថាពីយើងបង្កើតទៅយើងបានណាគណនីដុល្លាររបស់យើងជាប្រភេទលេខទូរស័ព្ទណាលេខគណនីរបស់យើងហ្នឹងជាប្រភេទលេខទូរស័ព្ទអញ្ចឹងគឺយើងវេមកតាមគណនីវិញបែបហ្នឹងហើយដើម្បីវេលុយមកងាយស្រួលគឺគណនីវិញរបស់យើងគឺត្រូវតែ full KYC ដែរអញ្ចឹងនៅក្នុងវិញបងប្អូនបើសិនជាមានគណនីជាប្រភេទលេខទូរស័ព្ទហើយលុយដុល្លារយើងអាចឆែកមើលបានណាវាមាន full KYC អត់យើងមើលទៅលើអា profile របស់យើងឃើញហើយវាមាន full KYC អញ្ចឹងបើវា full KYC ហើយគឺយើងធ្វើការវេមកគឺវាងាយស្រួលទេកន្លែងហ្នឹងណាបើសិនជាអត់ full KYC អាហ្នឹងយើងពិបាកវេអូខេចឹងកន្លែងហ្នឹងបញ្ជាក់បងប្អូនយើងសម្រាប់អតិថិជនដែលទទួលសេវាកម្មមកដេញ Payoneer វិញខ្ញុំណាចឹងខ្ញុំបញ្យល់នៅក្នុងហ្នឹងតើតើជាមួយនឹង PayPal UK គឺវាល្អបែបហ្នឹងហើយខ្ញុំធ្វើហ្នឹងគឺជាប្រភេទ business PayPal business ហើយសួរថា PayPal business យើងប្រើតែមានបញ្ហាអត់វាមានបញ្ហាបើសិនជាយើងអត់តន់ verify KYC ទាំង full ប៉ុន្តែបើ PayPal business យើងបង្កើតមកគឺយើង full KYC ហើយអាហ្នឹងគឺអត់មានបញ្ហាអូខេហើយវាអត់ទាទេប៉ុណ្ណឹងណាវាអត់ទាទេលុះត្រាតែយើងបដូរព័ត៌មានអីផ្សេងទៅគេទាឲ្យយើង verify ម្ដងទៀតកន្លែងហ្នឹងអញ្ចឹងអត្ថប្រយោជន៍ហើយសម្រាប់ business គឺវាល្អហើយខ្ញុំឲ្យបងប្អូនមើលថាវាល្អអីគេចឹងនៅត្រង់ចំណុចនេះគឺខ្ញុំបញ្យល់បន្ថែមតិចពាក់ព័ន្ធជាមួយនឹងដេញ PayPal business និង personal ថាយើងវាខុសគ្នាបែបម៉េចវាថាប្រយោជន៍របស់វាចឹងឥឡូវនេះខ្ញុំចូលមកនេះសិនខ្ញុំបដូរប្រទេសខ្ញុំបដូរទៅ UK នេះខ្ញុំមិនបង្កើតទេណាខ្ញុំគាត់ថាបញ្យល់បន្ថែមឲ្យបងប្អូនយើងដែលឆ្ងល់អ្នកដែលធ្វើសេវាកម្មខាងខ្ញុំហើយឆ្ងល់ចឹងបន្ទាប់មកជាធម្មតាយើងចូលមកកាន់ PayPal UK ហើយបន្ទាប់មកពេលយើងបង្កើតយើងយក sign up ចឹងនៅត្រង់កន្លែងហ្នឹងគឺយើងមាន2ឃើញអត់ឆ្វេងដៃស្ដាំដៃវាមានអត់ឯងនេះឆ្វេងដៃគឺ personal បើតែសម្រាប់បន្ទាល់ខ្លួនបុគ្គលអីចឹងទៅហើយខាងស្ដាំដៃនេះគឺជាសម្រាប់អាជីវកម្ម business ដូចជាហាងអីចឹងណាហើយបន្ទាប់មកយើងមើលអាគ្រីស2នេះអញ្ចឹងបើន័យថា personal នេះគឺវាទលំទលាយតែ2ប៉ុន្តែអា business នេះវាលើសមួយហើយវា enjoy វា easy វាល្អហើយវាដល់នេះវិញបើន័យថាសេវាកម្មវាល្អជាងការឆ្វេងដៃគាត់ថាបើស៊ូថាតើយើងអីប្រើការ personal បានអត់ personal យើងប្រើបានដូចតែគ្នាទេក្នុងការទទួលលុយពី Facebook គាត់ថា business គឺវាទលំទលាយជាងហើយខ្ញុំនឹងបញ្យល់អំពីអត្ថប្រយោជន៍វាខ្លះនៅលើដេញ PayPal business ណាអញ្ចឹងខ្ញុំសូមបញ្យល់ទៅលើ business មុនសម្រាប់ PayPal business នេះគឺអត្ថប្រយោជន៍របស់វាណាវាលក្ខណៈថាវាសមស្របជាមួយនឹងដេញ Google របស់ Facebook ហើយមួយទៀតយើងអាចប្រើឈ្មោះអាជីវកម្មរបស់យើងក៏បានដែរអញ្ចឹងបើន័យថាពាក់ព័ន្ធជាមួយនឹងការបង្កើតវានេះគឺយើងប្រើតាមឯកសារអាជីវកម្មរបស់យើងឧទាហរណ៍យើងមានក្រុមហ៊ុនមួយអីចឹងយើងធ្វើតាមឈ្មោះអាជីវកម្មរបស់យើងហើយយើងធ្វើតាមដេញกระดาษឯកសាររបស់យើងអញ្ចឹងណាយើងប្រើឈ្មោះបន្តខ្លួនក៏បានប្រើឈ្មោះអាជីវកម្មក៏បានដែរហើយមួយទៀតវាមានសមត្ថភាពក្នុងការទទួលប្រាក់បានច្រើននិងដេញគ្មានដែនកំណត់បើន័យថាវា unlimited ដូចខ្ញុំនិយាយមុនណាប៉ុន្តែដើម្បីទទួលប្រាក់បានច្រើនលុះត្រាតែយើង verify KYC ទៅវា full ទៅវាអត់មានដែនកំណត់ទេណាអញ្ចឹងកន្លែងហ្នឹងខ្ញុំបញ្យល់ប៉ុណ្ណឹងបើន័យថាតើយើងបង្កើតហើយជា paid business ហើយយើង verify full KYC អាហ្នឹងទៅវាមិនមានដែនកំណត់ទៅលើការទទួលប្រាក់បើន័យថាយើងទទួលប្រមាណក៏បានដែរអត់មានដែនកំណត់វា unlimited transaction កន្លែងហ្នឹងហ្នឹងជាអត្ថប្រយោជន៍ដែលPayPal UK មិនថា PayPal UK ប្រទេសណាឲ្យ paid business ហ្នឹងថាប្រយោជន៍វាច្រើនជាងហើយវាល្អក្នុងការដែលយើងយកទៅ set up page out Facebook ណាវាទលំទលាយកន្លែងហ្នឹងគាត់ថាហើយវាមានគុណវិបត្តិវាខ្លះដែរគុណវិបត្តិរបស់វាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការដែលយើងបង្កើតហ្នឹងបើសិនជាយើង verify KYC មិនបានទេអាហ្នឹងយើងវារឿងនេះតិចរឿងពិបាកប្រើបន្តិចបើនេះយើងប្រើការយើងទទួលលុយកើតអត់
dương pra banដូចគ្នាបើពេលយើងបង្កើតមកអត់ទាន់ verify តែញបានអត់ទាន់ verify KYC ហ្នឹងគឺវាអត់មានជាប់អីទេវាស្អាតអត់ដឹងទទួលបានដូចនេះគាត់ថាលុយរបស់យើងគឺមានដែនកំណត់បើន័យថាបើយើងទទួលលុយច្រើនយើងបាញ់លុយច្រើនគឺវាទាមទារឲ្យយើង confirm ID នៅពេលក្រោយដូចតែគ្នាទេកន្លែងហ្នឹងណាប៉ុន្តែបើយើង verify full ហើយគឺវាអត់តែទាមទារទេដោយសារតែយើង unlimited ហើយយើងបាន verify បញ្ជាក់មួយគេហើយចឹងកន្លែងហ្នឹងណាខ្ញុំសូមបញ្យល់ជាមួយនឹងអី PayPal business តិចហើយពាក់ព័ន្ធជាមួយនឹងអី PayPal personal អូខេចឹងពាក់ព័ន្ធជាមួយនឹងអី PayPal personal ម្ដងខ្ញុំបញ្យល់អំពី PayPal personal បានន័យថាបន្តខ្លួនចឹងពាក់ព័ន្ធជាមួយនឹងវាមានអត្ថប្រយោជន៍និងអីគេហៅថាគុណវិបត្តិណាគុណសម្បត្តិនិងគុណវិបត្តិចឹងពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ទៅលើ PayPal អី personal គឺអីបាននេះវាដំណើរការងាយស្រួលវាលក្ខណៈបែបសាមញ្ញហើយជាមួយយើងបង្កើតក៏វាមិនសូវជាស្មុគស្មាញប្រហែលដែរគ្រាន់តែថាពាក់ព័ន្ធជាមួយនឹងការបង្កើត PayPal personal បច្ចុប្បន្នបើសិនជាយើងអត់មានលេខអីក្រៅប្រទេសទេអាហ្នឹងគឺយើងពិបាកក្នុងការបង្កើតណាចឹងមុនក្រោយគេឲ្យយើង confirm លេខបរទេសដែរវាខុសគ្នាត្រង់ business យើងប្រើលេខខ្មែរប្រើ Gmail ខ្មែរប្រើតាញបានខ្មែរហើយមានឯកសារមួយចំនួនទៀតនឹងតើបងប្អូនយើងបង្កើតបានខ្ញុំថាឯកសារអ្វីខ្លះដែលយើងអាចយកទៅ verify បានណាព្រោះមិនមែនយើងមិនចេះទៅ verify ទេបើ verify ខុសក៏វាឲ្យវាខូចវាបិទចោលម្ដងណាចឹងកន្លែងហ្នឹងហើយយើងត្រឡប់មក personal វិញតែទាំង personal វាដំណើរការងាយស្រួលហើយវាសម្រាប់បុគ្គលផ្ទាល់ខ្លួនណាគាត់ថាពាក់ព័ន្ធជាមួយនឹងលុយរបស់យើងវាមិនទលំទលាយទេវារៀង limit បើន័យថាវា limit ដូចខ្ញុំនិយាយចឹងវាមានចំនួនកំណត់អូខេវាអត់ទលំទលាយដូចជា business វាអត់មានដែនកំណត់ពេលយើង verify full ហើយពាក់ព័ន្ធជាមួយនឹង personal ជាបទពិសោធន៍ឃើញថាវារៀងជួបបញ្ហារៀងច្រើនទៅលើការប្រើរបស់ខ្ញុំពីមុនវិញណាចឹងអានេះខ្ញុំមិនមែនទៅតែប្រើទេពាក់ព័ន្ធជាមួយ PayPal បទពិសោធន៍ដែលយើងប្រើទៅខូចទៅលើ personal គឺខូចច្រើនវាខូចយូរណាស់ដែរហើយតែទាំងជាមួយនឹង personal ណាប៉ុន្តែបច្ចុប្បន្ននេះគឺខ្ញុំប្រើទៅលើ business វាទលំទលាយជាងហើយការ trend លុយបាញ់លុយចេញចូលអីហ្នឹងទទួលលុយ Facebookនិយាយទៅឲ្យតែយើង verify KYC full ហើយគឺកុំបារម្ភរឿងក្នុងការដែលយើងទទួលលុយបាញ់លុយចេញគឺវាងាយស្រួលវាអត់ជួបបញ្ហាកន្លែងហ្នឹងហើយសេចក្តីបើឲ្យខ្ញុំ recommend ណាពាក់ព័ន្ធជាមួយនឹងការបង្កើតទៅទទួលលុយ Facebook ជួយយើងបង្កើតមួយណាអញ្ចឹងបើឲ្យខ្ញុំណែនាំខ្ញុំឲ្យបង្កើត business ប៉ុន្តែបើសិនជាសួរថាបងប្អូនយើងមាន personal ហើយអញ្ចឹងតើយើងត្រូវការបង្កើតទៀតអត់បើសិនជាយើងមាន personal ហើយយើងប្រើ personal តែយើងបាច់បង្កើតក៏បានដែរព្រោះ personal ហ្នឹងយើង verify KYC ដូចតែគ្នាទេគាត់ថាវាអត់ទលំទលាយដូច business ណាហើយគាត់ថា business វាពិបាកក្នុងការបង្កើតបន្តិចវាបង្កើតវាស្រួលទេគាត់ថាវាពិបាកក្នុងការ verify KYC បន្តិចគាត់ថាពេលយើង verify ជោគជ័យទៅវាល្អមកវាទលំទលាយចឹងកន្លែងហ្នឹងណាចឹងពាក់ព័ន្ធជាមួយនឹងPayPal គឺខ្ញុំសូមមកនិយាយប៉ុណ្ណឹងហើយជាមួយនឹងការ trend លុយបាញ់លុយនេះគឺដូចខ្ញុំនិយាយចឹងក្នុងការដែល trend បាញ់លុយលឿនគឺមកវិញហើយសួរថាវាទៅកើតបានអត់អាហ្នឹងនិយាយទៅគឺគេវាមកវិញឯងវាមកវិញលឿនហើយបើសួរថាពីបង្កើតហើយយើងអត់មានលេខគណនីជាលេខវិញហ្នឹងឯងបើន័យថាវិញរបស់យើងអត់មានជាប្រភេទលេខទូរស័ព្ទទេជាលេខគណនីផ្សេងណាអញ្ចឹងពាក់ព័ន្ធជាមួយលេខគណនីផ្សេងអាហ្នឹងយើងអត់ត្រូវវេយើងវេមកតគណនីរបស់យើងលុយដុល្លារហើយជាលេខទូរស័ព្ទណាលេខគណនីវិញរបស់យើងហើយបើក្នុងករណីសម្រាប់បងប្អូនអ្នកដែលបានបងប្អូនដែលមើលវីដេអូនេះហើយធ្វើសេវាកម្មនៅខាងខ្ញុំណាអត់តន់ដឹងអញ្ចឹងបងប្អូនយើងអាចស្ដាប់វីដេអូនេះឡើងវិញបញ្ជាក់ឡើងវិញដើម្បីយើងយកកាន់តែច្បាស់ហើយបើសិនជាពេលមានលុយចូលទៅហើយអត់ដឹងវេទៅណាចឹងសម្រាប់ខ្ញុំគឺខ្ញុំមានគណនីវិញជាលេខទូរស័ព្ទចឹងអាចវេមកខ្ញុំបាញ់ឲ្យវិញកន្លែងហ្នឹងវាសម្រាប់អ្នកទុកចិត្តណាបើអត់ទុកចិត្តទេមិនបាច់ធ្វើចឹងក៏បានដែរបើទុកចិត្តខ្ញុំពេលមានលុយចូលគឺវេមកហើយខ្ញុំបាញ់ឲ្យតាមវិញដើម្បីឲ្យវិញឃើញថាវាវេលឿនជាបទពិសោធន៍ប្រើកន្លងមកគឺ PayPal UK តាំងពីដើមមកគឺយើងវេតាមហ្នឹងគឺវាលឿនវាស្រួលណាប៉ុន្តែបើ PayPal ដូចជា Indonesia សិង្ហបុរីអាហ្នឹងគឺយើងអត់វេតាមវិញឯងគឺយើងវេតាមលក្ខណៈកាតចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេពាក់ព័ន្ធជាមួយនឹង PayPal UK ណាហើយបច្ចុប្បន្នខ្ញុំក៏មានសេវាកម្មធ្វើទៅលើ PayPal ហ្នឹងដែរចឹងបើសិនជាបងប្អូនយើងត្រូវការកុំភ្លេច
តាក់ទងមកខ្ញុំហើយបើមិនតាក់ទងមកខ្ញុំតាក់ទងជាមួយនឹងលោកគ្រូផ្សេងៗដែលគាត់ធ្វើសេវាកម្មក៏ដូចក៏បានដូចគ្នាព្រោះមានអ្នកចេះធ្វើដូចគ្នាបើយើងចេះធ្វើខ្លួនឯងចេះ verify ខ្លួនឯងណាព្រោះការ verify ខ្ញុំបាននិយាយអញ្ចឹងគឺបើយើងធ្វើអត់បានត្រឹមត្រូវទេដាក់ទៅគឺវាខូចហ្មងណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ verify KYC មួយគឺវារៀងហានិភ័យបន្តិចក្នុងការ verify ណាព្រោះពេលខ្លះដាក់ទៅគឺវាខូចចឹងកន្លែងហ្នឹងហើយបើសម្រាប់ PayPal UK នៅពេលដែលខ្ញុំធ្វើឲ្យអាហ្នឹងតោះតែខ្ញុំ verify KYC ហើយអស់បានខ្ញុំឲ្យប្រើណាហើយបើសិនជា verify KYC អត់បានទេខ្ញុំអត់ឲ្យប្រើទេខ្ញុំឲ្យទៅប្រើរេញសាំង PayPal សិង្ហបុរីឬក៏ Indonesia វិញព្រោះវាសាមញ្ញជាងក្នុងយើងមិនចាំបាច់ verify ក៏បានកន្លែងហ្នឹងណាអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានប្រព័ន្ធហ្នឹងទេហើយបើសិនជាបងប្អូនត្រូវការអាចរកសេវាកម្មបើចង់ធ្វើនៅខាងខ្ញុំក៏មានទទួលធ្វើដែរហើយបើចង់មិនចង់ធ្វើតែខាងខ្ញុំធ្វើនៅខាងគេផ្សេងក៏បានដែរបងប្អូនទុកចិត្តខាងណាធ្វើខាងនោះទៅអត់អីទេណាពាក់ព័ន្ធជាមួយនឹង PayPal ហើយក៏ខ្ញុំ recommend ចំណែននាំជាមួយនឹងការប្រើប្រាស់វាថាប្រយោជន៍វាប្រហែលហ្នឹងបងប្អូនយើងគិតមើលបន្ថែមទៀតទៅហើយគូប្រើមួយណាល្អប្រើមួយណាមិនល្អខ្ញុំគាត់ណាប្រាប់សម្រាប់បងប្អូនយើងដែលគាត់ធ្វើសេវាកម្មខាងខ្ញុំអីគាត់ឆ្ងល់អញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងគឺបញ្ជាក់បន្ថែមជាមួយនឹងការអត្ថប្រយោជន៍នៃការប្រើប្រាស់ហើយជាមួយនឹងការវេលុយចេញពី PayPal UK អញ្ចឹងមិនន័យថាខ្ញុំនិយាយនេះគឺក្នុង PayPal UK មួយឯងខ្ញុំនិយាយខ្ញុំបញ្យល់ហ្នឹងណាក្នុង PayPal UK ឯងហើយជាមួយទៀតបងប្អូនសួរខ្ញុំថាតើបច្ចុប្បន្នខ្ញុំមានសេវាកម្មអីគេខ្លះប្រព័ន្ធជាមួយនឹង bank បើសម្រាប់ bank គឺខ្ញុំមានដូចជា Payoneer ជាមួយនឹងPayPal ហើយ PayPal គឺមាន3ប្រទេសដែលខ្ញុំទទួលបង្កើតដូចជា Indonesia សិង្ហបុរីនិង PayPal UK ដែលខ្ញុំកំពុងនិយាយហ្នឹងហើយមួយទៀតគឺ EIN អូខេហើយសម្រាប់តម្លៃវា EIN គឺ$20ហើយជាមួយនឹង PayPal ហ្នឹងចាំបងប្អូនឆាតមកខ្ញុំនឹងប្រាប់ខ្ញុំនឹងមានការបញ្ចុះតម្លៃអីបន្ថែមទៀតតម្លៃវាប្រហែលគ្នាវាមិនជាថ្លៃប៉ុន្មានទេគាត់ថាបងប្អូនយកទៅប្រើទៅគឺវាសុវត្ថិភាពវារឹងមាំណាហើយបើសិនជាចង់ធ្វើជាកញ្ចប់ក៏ចំណេញដែរដូចជាធ្វើ PayPal ផងធ្វើដេញជាមួយនឹង Payoneer ផងធ្វើជាមួយនឹងដេញ EIN ផងអញ្ចឹងវាចំណេញណាអញ្ចឹងខ្ញុំមានការចុះតម្លៃឲ្យបន្ថែមទៅលើនឹងទៀតនេះខ្ញុំគាត់ថាបញ្យល់ឲ្យហើយសម្រាប់បងប្អូនដែលស៊ូមិនតែដូចខ្ញុំបានបញ្ជាក់អញ្ចឹងយើងទុកចិត្តខាងណាយើងពេញចិត្តខាងណាយើងធ្វើខាងនោះទៅខ្ញុំអត់ប្រកាន់ខាងហើយអត់មានអូសទាញតាមត្រូវតែមកធ្វើខាងខ្ញុំទេអត់ចឹងទេគាត់ណាមកបញ្យល់ពីការប្រើប្រាស់និងអត្ថប្រយោជន៍វានៅលើ PayPal UK តែប៉ុណ្្នឹងទេអូខេអញ្ចឹងជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះចុះចាំជួបគ្នាជាមួយនឹងវីដេអូបន្តទៀត